ថ្ងៃនេះខ្ញុំមានចំណុច3ចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាបើសិនជាបងប្អូនដែលទៅតែមើលវីដេអូខ្ញុំថ្មីប្រហែលជាបងប្អូនចាប់អារម្មណ៍ហើយថាចំអបិភត្រាហ្នឹងគឺមិនបានអង្គុយសេកូរាល់ថ្ងៃចឹងអត់ធុញទេឬគេថារៀន IT ធុញចង់មកហើយមួយថ្ងៃអង្គុយតែសេកូដមួយថ្ងៃអង្គុយតែ config អង្គុយតែអីចឹងទៅខ្ញុំមានពាក្យ3ឲ្យបងប្អូនទាំងអស់គ្នាដើម្បីឲ្យបងប្អូនគ្នាអាចគិតហើយនឹងមានការរីកចម្រើនទៅតាមជំនាញរៀងៗខ្លួនពាក្យ3ហ្នឹងទី1គឺខ្ញុំនិយាយទៅលើចំណេះទី2ខ្ញុំនិយាយទៅលើជំនាញហើយទី3ខ្ញុំនិយាយទៅលើចំណូលមូលហេតុដែលខ្ញុំសរសេរកូដរាល់ថ្ងៃហ្នឹងគឺដោយសារតែខ្ញុំគឺជាបញ្ញវន្តម្នាក់ដែលរៀនផ្នែក IT Bachelor Degree of Science in Information Technology អញ្ចឹងខ្ញុំគឺជាផ្នែកមួយនៃអ្នករៀន Technology ទាំងអស់នៅក្នុងប្រទេសកម្ពុជាយើងហ្នឹងអញ្ចឹងសួរថាចំណេះរបស់ខ្ញុំគឺអីគេដោយសារតែខ្ញុំមាន education ខាង IT ខាង Software Development និង Network Engineering អញ្ចឹង education របស់ខ្ញុំគឺជា Software Development ហើយនិង Network Engineering គឺ IT ចំណេះរបស់ខ្ញុំគឺប្រកាសជាខាង IT ឯង IT ប្រកាសជាអ្វីគ្រប់យ៉ាងដែលខ្ញុំបានរៀនអ្វីគ្រប់យ៉ាងដែលខ្ញុំបានចេះហ្នឹងគឺមានតែ IT ទេអញ្ចឹងបានខ្ញុំធ្វើវារាល់ថ្ងៃហើយនៅពេលដែលយើងកាន់តែធ្វើរាល់ថ្ងៃយើងកាន់តែរីកចម្រើនរាល់ថ្ងៃនៅពេលដែលយើងកាន់តែរីកចម្រើនរាល់ថ្ងៃខ្ញុំក៏មានរបស់ច្រើនចែករំលែកទៅកាន់បងប្អូននិស្សិតចំនួនក្រោយឲ្យបានរីកចម្រើនពីនិស្សិតបន្ទាប់មកពួកគាត់អាចឡើងទៅមួយ level ទៀតលើសខ្ញុំនៅពេលដែលខ្ញុំចប់ឧទាហរណ៍ថាយើងមាន10 level ទៅទេអញ្ចឹងខ្ញុំចប់ទៅខ្ញុំចេះ5 level ស្រាប់តែពេលខ្ញុំចប់បាន3ថ្ងៃ3ឆ្នាំខ្ញុំយកអាហ្នឹងមកចែករំលែកនិស្សិតចំនួនក្រោយអញ្ចឹងនៅពេលដែលគាត់ចប់ចំនួនក្រោយមកដែលបានចំណេះដឹងពីខ្ញុំខ្លះក៏អាចចប់មកបាន level 6ឬក៏ level 7ហើយអ្នកខ្លះលោតដល់ level 8អីចឹងទៅអាហ្នឹងបើសិនជាគាត់យកចិត្តទុកដាក់ទៅលើការចែករំលែករបស់ខ្ញុំហើយទី2តកតោទៅនឹងជំនាញដោយសារតែ education ខ្ញុំតាក់ទងទៅនឹង IT ហ្នឹងហើយជំនាញរបស់ខ្ញុំគឺតែនៅក្នុងវិស័យ IT ទេបើទោះបីជាខ្ញុំអាចទៅ edit film ខ្ញុំអាចទៅធ្វើវីដេអូ content creator អីផ្សេងក៏ដោយប៉ុន្តែ content អស់ហ្នឹងគឺខ្ញុំយកជំនាញរបស់ខ្ញុំនៃជំនាញសរសេរកូដរាល់ថ្ងៃនេះយកទៅចែករំលែកដដែលទេគឺអត់មានជំនាញផ្សេងទេនៅពេលដែលយើងធ្វើ content មួយក្រៅពី content funny comedy អីតាក់ទងនឹងវិទ្យាសាស្ត្រគឺយើងត្រូវមានចំណេះនិងជំនាញទើបយើងអាចធ្វើបានអញ្ចឹងខ្ញុំយកជំនាញរបស់ខ្ញុំជាអ្នក IT ហ្នឹងទៅចែករំលែកបន្តទៀតទៅលើ platform ដូចជាភាគច្រើនខ្ញុំចែករំលែកលើ TikTok ប៉ុន្តែឥឡូវនេះដោយសារតែខ្ញុំបានកាមេរ៉ាថ្មីទៅគឺខ្ញុំនឹងចាប់ផ្ដើមចែករំលែកលើ YouTube ឲ្យបានវីដេអូវែងអីចឹងទៅចំណែកឯចុងក្រោយគឺតាក់ទងចំណូលដោយសារតែខ្ញុំមានចំណេះនិងជំនាញខាង IT អញ្ចឹងហើយប្រាក់ចំណូលរបស់ខ្ញុំគឺពីវិស័យ IT បច្ចុប្បន្នហ្នឹងប្រាក់ចំណូលរបស់ខ្ញុំគឺតែមួយផ្នែកទេតាក់ទងទៅនឹងវិស័យសរសេរ software បើសិនជាខ្ញុំហ៊ានតែឈប់សរសេរ software ភ្លាមចំណូលរបស់ខ្ញុំគឺបែកខ្ចាយបាត់ជើងបាត់មុខខ្ញុំពី social media ហើយអញ្ចឹងហើយបានជារាល់ថ្ងៃហ្នឹងបងប្អូនឃើញខ្ញុំសរសេរក៏រាល់ថ្ងៃអត់ចេះធុញហ្នឹងគឺដោយសារតែចំណេះជំនាញនិងចំណូលដោយសារតែកត្តា3ហ្នឹងទៅធ្វើឲ្យខ្ញុំធ្វើវារាល់ថ្ងៃរាប់ឆ្នាំនឹងកន្លងមកតាមខ្ញុំរៀននៅសាកលវិទ្យាល័យលោដល់ខ្ញុំចេញធ្វើការខ្លាយជា senior mobile application developer អញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះអាចជំរុញដល់បងប្អូនចំនួនក្រោយក៏ដូចជាសិស្សច្បងឬក៏ដូចជាអ្នកដែលសបាគ្នាហ្នឹងខ្ញុំលើកទឹកចិត្តឲ្យចែករំលែកឲ្យបានច្រើនតាក់ទងនឹងចំណេះជំនាញហ្នឹងដើម្បីឲ្យបងប្អូនចំនួនក្រោយគឺគាត់មានឱកាសខ្ពស់យកអាហ្នឹងទៅពង្រឹងសមត្ថភាពរបស់គាត់ហើយបានចំណូលដោយពួកយើងធ្វើការបច្ចុប្បន្នហ្នឹងដែរអញ្ចឹងចំណូលវាអាចបានមកពីការលក់វីដេអូអាចការធ្វើ course ការបង្រៀន training អីផ្សេងឬក៏ទទួលសេវាកម្មអីផ្សេងវាមានច្រើនជាងទៀតប៉ុន្តែសម្រាប់ខ្ញុំគឺចំណូលរបស់ខ្ញុំមានតែពីការងារទេពីធនាគារ Chipmunk នៅឆ្នាំ2025ហ្នឹងហើយ2026ហ្នឹងគឺពីធនាគារ Chipmunk ដោយសារខ្ញុំធ្វើការនៅធនាគារ Chipmunk ជា Senior Mobile Application Developer អញ្ចឹងនៅពេលដែលចំណូលរបស់ខ្ញុំពីធនាគារ Chipmunk ក្រៅពីហ្នឹងគឺខ្ញុំមានចំណូលមួយផ្នែកទៀតប៉ុន្តែនៅផ្នែកសរសេរកូដដដែលគឺខ្ញុំបើកបង្រៀនវគ្គអនឡាញប៉ុន្តែការបង្រៀនអនឡាញគឺខ្ញុំបង្រៀនធូរថ្លៃទេដើម្បីចែកម្លែកបងប្អូនឲ្យគាត់បានយល់ដឹងកាន់តែច្រើនជៀសវាងការដើរខុសផ្លូវឬក៏រៀនឲ្យចោលលុយស្ដារលុយអីចឹងទៅអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយសង្ឃឹមថាបងប្អូននឹង enjoy ស្ដាប់វីដេអូនេះបើសិនជាចូលចិត្តកុំភ្លេចចុច like មួយផងហើយបើសិនជាគិតថាល្អទៅដល់បងប្អូនយើងផ្សេងកុំភ្លេចជួយ share វីដេអូនេះផងអរគុណច្រើនជម្រាបលា